តោះបងប្អូនថ្ងៃនេះមានបន្លែកកូរចឹងមានដូចជាស្លឹកម្រុំស្លឹកម្ទេសស្លឹកងប់ហើយក្នុងថង់នេះគឺមានផ្ទីហើយជាមួយនឹងស្លឹកបាសដែលគេបេះហើយនេះទិញមកស្រាប់ហ្មងណាបងប្អូនចឹងបន្ទាប់ពីនឹងហើយខ្ញុំធ្វើការបេះហើយយកមកលាងសម្អាតមកទឹកចឹងទៅដើម្បីឲ្យវាអស់ដីណាត្រាំទុកស្ទុះទៅហើយនេះបានជាមួយនឹងសាច់ជ្រូកច្រាំជាមួយនឹងឆ្អឹងជំនីនិយាយទៅខ្ញុំអត់ចូលចិត្តត្រីខ្ញុំដាក់តែសាច់ជ្រូកយកតែម្ដងអញ្ចឹងខ្ញុំធ្វើការរំលីងគ្រឿងបុកតែយើងធ្វើមកបន្ទាប់មកដាក់ចូលជាមួយនឹងខ្ទឹមបំពងនេះខ្ញុំបំពងរួចហើយអញ្ចឹងខ្ញុំចូលចូលខ្ទឹមហើយពីនឹងមកយើងដូចជាប្រហុកដាក់តាមចំណូលចិត្តទៅបងប្អូនឆ្លាញ់ស្អាតដល់ប៉ុណ្ណឹងទៅហើយយើងធ្វើតាមវាគ្រឿងហ្នឹងទៅមានដូចជាជីងស្ករអីទឹកត្រីអីចឹងទៅម្សៅស៊ុបអីចឹងទៅហើយបន្ទាប់ពីកូរគ្រឿងសោះពុកហើយខ្ញុំក៏ដាក់សាច់ជ្រូកដែលខ្ញុំស្រោះនឹងចូលទៅហើយយើងធ្វើការស្រោះមកទឹកសិនណាលាងឲ្យស្អាតចឹងទៅចាំយកមកស្លដើម្បីកុំឲ្យវាឆ្អាបចឹងណាបងប្អូនហើយអង្ករលីងបងប្អូនដាក់មុនក៏បានឬក៏ក្រោយក៏បានដែរតាមចំណូលរៀងខ្លួនចឹងទៅតែខ្ញុំដាក់ចេះហើយខ្ញុំខ្ជិលធ្វើតាមរបៀបអ្នកខ្ជិលស្រួលចាំបាច់ក្បួនខ្នាតអីច្រើនបន្ទាប់ពីនឹងមកខ្ញុំធ្វើការផ្ងំមកទទួលណាបើឲ្យសាច់នឹងឆ្អិនថែមអញ្ចឹងណាអានេះគឺបន្លែដែលយើងទិញមកពីផ្សារហើយស្រាប់ចឹងទៅខ្ជិលធ្វើខ្ជិលរៀបចំមកបងប្អូនទិញគេស្រាប់ទៅស្រួលហើយបន្ទាប់ពីនឹងមកយើងធ្វើការបង់បន្លែនឹងចូលមកដាក់ទឹកដាក់អីទៅលក់មើលតាមរសជាតិតាមចំណូលរៀងខ្លួនអញ្ចឹងទៅបងប្អូនហើយអ្វីដែលយើងភ្លេចមិនបានហ្នឹងគឺបន្លែកុំឲ្យរលួយពេកបន្ទាប់មកទៀតយើងធ្វើការដួសញ៉ាំអញ្ចឹងទៅហើយអានេះគឺពិសេសចុងក្រោយគេគឺទឹកត្រីម្ទេសហ្នឹងហ្មងអរគុណ